បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះមានកុំព្យូទ័រមួយដែលមានបញ្ហាយើងបើកភ្លើងមកឃើញភ្លឺលើ keyboard ដែលមាន keyboard ប្រភេទ keyboard ភ្លើងនេះភ្លឺហើយលោតវិញបងប្អូនហើយអត់មានចេញរូបលើអេក្រង់ទេអញ្ចឹងតើកុំព្យូទ័រនេះមានបញ្ហាអ្វីអញ្ចឹងយើងកុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នាបងប្អូនដើម្បីស្វែងរកកំហុសបាទនេះក៏ជាមេរៀនថ្មីមួយដើម្បីចែករំលែកទៅដល់បងប្អូនដែលរៀនថ្នាក់ដំបូងបាទសម្រាប់ការរកកំហុសពីរបៀបដោះបាទបងប្អូនអាចមើលក្នុងវីដេអូនេះបានក៏ដូចជាយើងដឹងពីមូលដ្ឋានគ្រឹះបាទសម្រាប់ឲ្យយើងងាយស្រួលបាទក្នុងការរស់រើម៉ាស៊ីនអញ្ចឹងទៅបងប្អូនជិះវាមានបញ្ហាបាទទៅលើផ្នែកអ្វីផ្សេងជាយថាទៅបងប្អូនអញ្ចឹងការដោះខ្យល់បាតក្រោមនេះខ្ញុំធ្លាប់ចេញជាវីដេអូច្រើនណាបងប្អូនបាទអញ្ចឹងយើងមកខ្យល់បាតក្រោមចេញជាដំបូងទោះតែបាតក្រោមនេះមានអ៊ុតស្គុតបងប្អូនហ្នឹងឯងអញ្ចឹងការដោះខ្យល់រៀងក្នុងការពិបាកអញ្ចឹងទៅបងប្អូនបាទអញ្ចឹងយើងដោះបាទអញ្ចឹងខ្យល់វាមានជុំវិញបាទជុំវិញតួបាតក្រោមហ្នឹងបងប្អូនអញ្ចឹងខ្ញុំអត់បានជាដាក់នីតិលឿនទេបាទយើងដោះចេញម្ដងមួយបងប្អូនបាទហើយប្រុងប្រយ័ត្នផងបងប្អូនជិះវាងយើងបាត់ខ្ចៅកាលណាយើងយកខ្ចៅផ្សេងឬក៏អត់មានខ្ចៅផ្សេងមកជំនួសទេគឺបាទយើងមើលឃើញថាបាត់គ្រឿងបងប្អូនបាទនឹងកន្លែងហ្នឹងមួយគឺយើងត្រូវតែប្រុងប្រយ័ត្នបងប្អូនសម្រាប់យើងមិត្តជាងក៏ដោយក៏ដូចជាបងប្អូនដែលទៅតែចាប់អាជីពឬក៏យើងបងប្អូនដែលទៅថ្នាក់ដំបូងបាទអញ្ចឹងយើងអាចមើលទៅបងប្អូនបាទតែកុំព្យូទ័រនេះក៏មិនជាបញ្ហាងាយស្រួលដែរអញ្ចឹងការរកកំហុសក៏រៀងយូរដែរបងប្អូនអញ្ចឹងកន្លែងនេះមើលស្ទាកពើខ្ចៅបន្ថែមស្ទាកមើលខ្ចៅបន្ថែមតើបាទមានខ្ចៅណាយើងអត់តន់ដោះកន្លែងនេះខ្ញុំគាស់ពីជ្រុងបាទខាងផ្នែកតិចទៅមុនបាទអញ្ចឹងខ្ចៅដែលយើងមូលផុតហើយក៏វាអត់តន់បាទចេញ100%ពីតួដែរអញ្ចឹងពេលកន្លែងនោះបើយើងទាញមករៀងតាក់យើងមួខ្ចៅបន្ថែមបាទយើងប្រហើបម្ដងតិចបាទជិះវាងបាក់ជើងកាលណាតែបាក់ជើងការរៀបចូលគឺមិនស្អាតទេបងប្អូនបាទចឹងមកដល់កន្លែងនេះឃើញថាមានសបុកពីងពីងបាទធ្វើផ្ទះធ្វើអីនៅបដាបងប្អូនបាទចឹងការប្រើប្រាស់មិនទាមទារទៅលើតែយើងប្រូក្រាមកាលណាតែហាត់វែរយើងមិនសូវជាយកចិត្តទុកដាក់ក៏អាចជាមានបញ្ហាដែរបងប្អូនចឹងកន្លែងនេះខ្ញុំ clean សម្អាតបាទជាមួយនឹងច្រាសបាទជួយបោះធូលីបោះដីហ្នឹងជាទលាមទលាប់មួយជាទលាមទលាប់របស់ខ្ញុំបងប្អូនបាទកាលណាដោះមកឃើញតាណាមើលតំណងមើលទៅប្រឡាក់ហើយមើលតែដីមើលតែស្នឹមហើយខ្ញុំចាប់ដើមសម្អាតសិនបងប្អូនតែយើងសម្អាតផងយើងត្រូវត្រួតពិនិត្យមើលកន្លែងដែលយើងមុននឹងសម្អាតផងបងប្អូនព្រោះមានកន្លែងខ្លះគឺយើងមិនអាចត្រូវសម្អាតបានភ្លាមដែរបងប្អូនបាទអញ្ចឹងកន្លែងណាយើងជិះវៀងសិនយើងជិះវៀងកន្លែងណាយើងត្រូវសម្អាតគឺយើងត្រូវសម្អាតបាទដូចខ្ញុំបោះថានេះបាទបោះថ្នមទេខ្ញុំអត់ប្រើជាប្រភេទច្រាស់នេះខ្ញុំប្រើជាច្រាស់ដែលយើងប្រើជាប្រចាំថ្ងៃនេះគឺខ្ញុំប្រើជាប្រភេទច្រាស់ដែលយើងទៅសាយទុនកន្លែងនេះខ្ញុំជាដំបូងយើងបាទឆែកឲ្យម្ចាស់វត្តមើលប្រាប់គាត់ថាអាចថាមកពីបញ្ហារ៉េមបើកមកភ្លឺអលុតអត់ចេញរូបបាទអញ្ចឹងយើងឆែករ៉េមបាទឆែករ៉េមដើម្បីឲ្យគាត់មើលថាម៉ាស៊ីននេះបញ្ហាតាក់ទងទៅលើផ្នែករ៉េមពិតប្រាកដដូចគាត់ប្រាប់ឬក៏យ៉ាងណាអញ្ចឹងយើងស្មាតរ៉េមមកបងប្អូនបាទហើយក៏សូមអធិស្ឋានពុកម៉ែបងប្អូនយើងបាទដូចជាមិត្តជាងមានវីដេអូច្រើនបងប្អូនគ្រាន់ថាខ្ញុំបើសិនខ្ញុំចេញវីដេអូវិញខ្ញុំនិយាយថាខ្ញុំអត់មានពេលបងប្អូនដោយសារម៉ាស៊ីនយើងធ្វើជាប្រចាំថ្ងៃបងប្អូនឃើញស្រាប់បាទច្រើនបងប្អូនបាទមានបងប្អូនតាមខេត្តផងបងប្អូនតាមបាទតាមក្រុងផងគាត់បាទផ្ញើមកដោយសារគាត់ជឿជាក់បងប្អូនបាទគាត់ជឿជាក់បាទអញ្ចឹងបទពិសោធន៍កន្លងមកខ្ញុំធ្វើប្រហែលជា10ឆ្នាំជាងបងប្អូនបាទគាត់ខ្ញុំបានចេញជាវីដេអូដើម្បីចែកម្លែកទៅដល់ពុកម៉ែបងប្អូនយើងបាទអញ្ចឹងថ្ងៃនេះយើងមើលទៅឥឡូវខ្ញុំធ្វើតេស្តសម្អាតជើងរ៉េមហើយយើងជូតរ៉េមហើយបាក់មកឃើញថាភ្លើងខីមានដំណើរការបងប្អូនហើយរួចអត់លុតទៅវិញដែរបងប្អូនបាទឥឡូវយើងរងចាំសិនឥឡូវខ្ញុំសូមចុចបើកម្ដងទៀតឥឡូវខ្ញុំចុចបើកហើយ
បាទឃើញតែមិនដំណើរការទេបងប្អូនចឹងកន្លែងនេះខ្ញុំដកជើងរ៉ែមនឹងចេញសិនដោយសារតែម៉ាស៊ីននេះមានslot ជើងរ៉ែម2 slot មានជើងបាទ slot A 1 slot B 1កន្លែងនេះខ្ញុំ clear ថ្មចេញសិនខ្ញុំដកខ្សែថ្មចេញសិនបាទហើយកន្លែងនេះថ្មស៊ីមុខនេះគឺខ្ញុំដកខ្សែចេញដែរគឺយើង clear សិនគឺថាយើង clear ម៉ាស៊ីននឹងសិនអញ្ចឹងណាបងប្អូនបាទអានេះយើងធ្វើតាម step នីមួយៗតាមដំណាក់កាលនីមួយៗបងប្អូនបាទអញ្ចឹងកន្លែងនេះខ្ញុំបោះបាទមើលឃើញថាមានតលីដីមានអីជាប់អញ្ចឹងកន្លែងនេះយើងស្អាតបាទអញ្ចឹងមកដល់កន្លែងនេះខ្ញុំដាក់ RAM ចូលវិញបងប្អូនអញ្ចឹងខ្ញុំដាក់មក slot ជើង B វិញ slot ជើង A ឃើញថាដំណើរការខ្ញុំដាក់មក slot ជើង B វិញបងប្អូនអញ្ចឹងខ្ញុំកាប់ខ្សែបាទជាមួយនឹង snap នេះគឺខ្សែផោះបាក់តេរីខ្សែថ្មនេះបងប្អូនបាទអញ្ចឹងយើងកាប់ខ្សែនឹងចូលវិញដាក់តាណាឲ្យត្រង់បងប្អូនតាណាយើងកាប់ខុសអាចវាជើងក្រោមដែរបងប្អូនមើលបងស្រួលអាចថាយើងធ្ងន់ដៃអាចថាបាក់ដៃបាក់ជើងបាទកន្លែងជើងថ្មក្នុងដៃយើងប្រុងប្រយ័ត្នកន្លែងចាប់ផ្ដើមអនម្ដងទៀតបងប្អូនឃើញថាភ្លើង keyboard ភ្លឺបងប្អូនបាទកន្លែងនេះលុតវិញលុតឲ្យភ្លឺវិញអញ្ចឹងជើង1ភ្លឺហើយលុតគឺអត់ភ្លឺវិញទេតែមកដល់កន្លែងផ្នែកជើងយើងដាក់slot ជើងរ៉ែផ្នែកជើង B ផ្នែក B នេះវាទៅជាដំណើរការភ្លឺលុតបងប្អូនបាទបាទអញ្ចឹងយើងរងចាំម៉ាស៊ីនទៅអាចថាយើង clear ជាមួយថ្មស៊ីមុខធ្វើឲ្យមានបញ្ហាបាទបើទៅវា restart រហូតអញ្ចឹងបងប្អូនបាទហើយកន្លែងនេះ restart រហូតបងប្អូនសូម្បីតែយើងចុចបិទក៏អត់បិទដែរមានតែដកខ្សែថ្ម direct បងប្អូនបាទឃើញថាភ្លឺលុតខ្ញុំក៏គិតថាសម្រាប់ចិត្តហ្នឹងហើយដោយសារតែយើងឃើញវាភ្លឺលុតលើសពី3ដងបងប្អូនលើសពី3ដងហ្នឹងគឺដឹងថាมันដំណើរការបងប្អូនអានេះជាសញ្ញាមួយដែលយើងអាចថាជាកូដមួយបញ្ជាក់ប្រាប់យើងថាម៉ាស៊ីនហ្នឹងវាឆ្លងផ្នែកណាផ្សេងក្រៅពី snap slot ជើង RAM អញ្ចឹងបងប្អូនបាទអញ្ចឹងថ្ងៃនេះជួបជាមួយខ្ញុំបាទ Computer KX VIP ប្រាប់បងប្អូនចាំអញ្ចឹងបងប្អូនកុំភ្លេចចូលរួមហើយជួយ Subscriber ដាក់ជាសញ្ញាកណ្ដឹងបងប្អូនបាទរកវីដេអូថ្មីបាទនឹងខ្ញុំអាប់ឡូតទៅនឹងចូលក្នុង Channel បងប្អូនបានចូលរួមទស្សនាទាំងអស់គ្នាទាំងកន្លែងនេះខ្ញុំដក RAM ចេញម៉ាស៊ីនឃើញអត់អាឡូតទេបងប្អូនឃើញថាវា restart រហូតបងប្អូនអញ្ចឹងមិនប្រកាសតែឆ្លង RAM តែមួយមុខទេបងប្អូនទោះបីយើង clear RAM clear ជាមួយនឹងថ្មស៊ីមុខ clear ជាមួយនឹងថ្មបាទថ្មជាប់ម៉ាស៊ីនឬក៏ថ្មនៅខាងក្រៅនេះក៏នៅតែមិនមានបញ្ហាដែរចាំបងប្អូនអាចចោទជាបញ្ហាផ្សេងអាចថាមិនក៏អាចតាក់ទងទៅលើផ្នែកផ្សេងដែរឬក៏យ៉ាងណាអញ្ចឹងបងប្អូនចូលរួមទស្សនាវីដេអូនេះទៅបងប្អូននឹងបានបាទចំណេះដឹងថ្មីមួយជាមេរៀនថ្មីមួយទៅកាន់ពុកម៉ែបងប្អូនដូចក៏ដូចជាមិត្តជាងយើងអញ្ចឹងខ្ញុំដោះជាមួយនឹងបាទកន្លែងនេះM2 បាទ M2 នេះជាប្រភេទជើងខ្លីបងប្អូនមាន M2 ខ្លះវែងមាន M2 ខ្លះខ្លីទៅតាមលេខទៅតាមទំហំអញ្ចឹងបងប្អូនមិនមែនទៅតាម capacity ឬក៏ gigabyte ទេបងប្អូនអញ្ចឹងវាតាមបាទអញ្ចឹងខ្ញុំ clear ជាមួយនឹងជាមួយ M2 ទី2 Wi-Fi ទី3ខ្ញុំ clear ជាមួយថ្មម្ដងទៀតបងប្អូនអញ្ចឹងកន្លែងនេះខ្ញុំដាក់ថ្មចូលវិញខ្ញុំដាក់ថ្មចូលខ្ញុំធ្វើការ power on សារថ្មីម្ដងទៀតមកដល់កន្លែងនេះយើងឃើញថាពេលដែលយើង clear ទាំងអស់យើង power on អត់មានដំណើរការទេបងប្អូនអញ្ចឹងមកដល់កន្លែងនេះបងប្អូនកុំបាទកុំតន់ទៅរើសរូម៉ាស៊ីនបាទកន្លែងនេះខ្ញុំបញ្ជាក់ប្រុងប្រយ័ត្នដល់ពុកម៉ែបងប្អូនអញ្ចឹងគឺដូចជាមិត្តជាងអញ្ចឹងឃើញថាយើងបើកអត់ដំណើរការបងប្អូនបាទកន្លែងនេះខ្ញុំសង្កត់ឲ្យធ្ងន់បន្តិចបងប្អូនជិះវៀងយើងកុំតន់រើម៉ាស៊ីនបងប្អូនអញ្ចឹងយើងធ្វើប្រហែលដំណាក់កាលទី1 RAM ដំណាក់កាលទី2បាទខ្សែជើងថ្មដំណាក់កាលទី3
ជាមួយ M2 អ្នកការទី4ជាមួយនឹងជើងកាត់ Wi-Fi ឬក៏កាត់ wireless ហ្នឹងអញ្ចឹងយើងចុច on អត់ដំណើរការទៀត CPU អត់ឡើងកម្ដៅភ្លើងក៏បើកអត់ចេញអញ្ចឹងយើងមានវិធីសាស្ត្រមួយទៀតវិធីសាស្ត្រយើងមួយទៀតអត់មានពិបាកទេបងប្អូនគឺយើងរក adapter ខ្ញុំមកដោតមកបងប្អូនជួនកាលម៉ាស៊ីនវា error យូរថ្ងៃឬក៏យូរថ្ងៃដែលម្ចាស់គាត់យកមកហ្នឹងថ្មសល់ភាគរយតិចអញ្ចឹងយើងអាចយក adapter ហ្នឹងអានេះខ្ញុំព្យាយាមបើកបងប្អូនកន្លែងនេះខ្ញុំព្យាយាមបើកបាទយើងព្យាយាមបើកចំណាយក៏អត់ចេញដែរបងប្អូនបាទអញ្ចឹងកន្លែងនេះខ្ញុំដាក់ connector ចូលតែកន្លែងនេះក៏សូមអធិស្ឋានបងប្អូនមុននឹងយើងដាក់ connector ចូលយើងត្រូវវាស់ជើង connector នឹងមុនសិនវាស់ជាមួយអាជើង connector ខ្សែឆ្នាំងសាកនេះបងប្អូនបាទយើងវាស់មើលថាមានភ្លើងឬអត់កន្លែងនេះខ្ញុំដោតតែ connector ចូលតែខ្ញុំអត់ទាន់បានដោតជាប់មួយព្រីភ្លើងបងប្អូនអញ្ចឹងខ្ញុំលើកយកមកមើលចំមិនអត់ឃើញឆាយអញ្ចឹងបាទអញ្ចឹងមកដល់កន្លែងនេះបងប្អូនកុំយល់ច្រឡំបាទកន្លែងខ្ញុំដកខ្សែថ្មឲ្យចេញសិនទៅបងប្អូនបាទយើងកុំតន់រកឲ្យវែងឆ្ងាយព្រោះអ្វីដែលយើង clear ប៉ុណ្ណាគឺយើងត្រូវចាំថាអ្វីដែលយើងត្រូវ clear ត្រឹមណាគឺយើងត្រូវចាំត្រឹមហ្នឹងសិនយកមានទៅរើទៅរៀបរេប្រុសទេបងប្អូនតែឆ្ងល់រើរៀបរេប្រុសហ្នឹងមានបញ្ហាឡើយនេះខ្ញុំដកចុះដកឡើងអត់បានមើលជើងអត់បានវាស់ connector ទេហើយអត់បានមើលខ្សែទេបាទអញ្ចឹងដោយសារកន្លែងនេះខ្ញុំស្ទាបមើល CPU អត់មានកម្ដៅបងប្អូនឆាយក៏អត់ឡើងកន្លែងនេះខ្ញុំទាញខ្ញុំមកវាស់បងប្អូនបាទតែខ្ញុំសូមឲ្យភ័យទោសដល់ពុកម៉ែបងប្អូនក៏ដូចជាមិត្តជាងខ្ញុំអត់បានយកអូម៉ែត្រវាស់ឲ្យបងប្អូនមើលអញ្ចឹងបងប្អូនបាទចាំដល់កន្លែងហ្នឹងខ្ញុំអត់បានលើកមកលើហ្នឹងឲ្យបងប្អូនឃើញទេព្រោះតាមមើលខ្សែបងប្អូនព្រោះធ្លាប់តែរត់ដងខ្ញុំដោតជាប់នៅនឹងអញ្ចឹងមិនដឹងថាថ្ងៃហ្នឹងវាបាទកន្លែងឃើញកើខ្សែខាងក្រោមនេះបងប្អូននេះបាទនឹងដោះចេញតាំងពីថ្ងៃណាបាទអញ្ចឹងខ្ញុំដោតខ្សែភ្លើង connector ចូលមកដោតចូលដុំ adapter មកអញ្ចឹងដោតខ្សែថ្មចូលវិញអញ្ចឹងយើងសកជើង connector នេះចូលមកបាទឥឡូវខ្ញុំអនសិនខ្ញុំចុចបើកអញ្ចឹងឃើញថាភ្លើងឆាយនេះចូលហើយដោយសារយើងអត់បានដោតបាទដោតតែខ្សែ connector តែអត់មើលតែខ្សែភ្លើង220ចូល connector ហ្នឹងអត់បានដោតអញ្ចឹងយើងរងចាំសិនបងប្អូនដោយសារយើង clear មុន clear RAM clear ជាមួយ M2 clear ជាមួយបាទកាត wireless អញ្ចឹងឥឡូវឃើញតែ keyboard មានពន្លឺភ្លើងដែលយើងបើកមកចេញភ្លើងចេះដោយសារកាលណាដែលយើងបើកអត់ចេញដោយសារតែជួនកាលម៉ាស៊ីនហ្នឹងខូចឆ្លងមានបញ្ហាយូរហើយក៏ទុកយូរទៅក៏ខ្សោយថ្មទៅអស់ថ្មទៅបងប្អូនអញ្ចឹងដល់កន្លែងនេះអនដំណើរការបងប្អូនអញ្ចឹង logo Dell load មកហើយអញ្ចឹងកន្លែងនេះគេឲ្យយើង fix មើលរកកន្លែងមើលកន្លែងដែលយើងអត់ទាន់ដាក់អ្វីមួយអញ្ចឹងទៅបងប្អូនតែយើងចង់ fix ក៏បានមិន fix ក៏បានបងប្អូនកន្លែងហ្នឹងបើសិនជាម៉ាស៊ីនយើងដំណើរការយើងក៏រៀបដំណើរការចូលវិញទៅដាក់កាត wireless ចូលវិញទៅបាទកន្លែងនេះខ្ញុំសម្អាតសិនដោយសារតែវាមានបញ្ហាមិនដឹងថាជាកាត wireless ឬក៏ជា M2 ទេបងប្អូនមានចម្ងល់ទៅលើ M2 ខ្ញុំបកស្រាយតិចចុះ M2 គឺជាបាទដូចជា hard disk ឬក៏ SSD ដែរបងប្អូនគាត់ថាវាឡើងចំនួនខ្ពស់ទៅគេទៅដូរផ្លាស់ប្ដូរឈ្មោះជាតាមចំនួននីមួយៗអញ្ចឹងណាបងប្អូនបាទវាអាចទុកទិន្នន័យនិង program បាទឯកសារនៅ Windows អីហ្នឹងបងប្អូនបាទអញ្ចឹងយើងមិនវែងឆ្ងាយទៅឆ្ងល់អីច្រើនទេបងប្អូនគាត់ថា wireless ហ្នឹងអីគេបាទ M2 នៅអីគេអញ្ចឹងទៅបងប្អូនបាទ M2 វាដូចជា memory ឬ hard disk ហ្នឹងបងប្អូន wireless នេះគឺ Wi-Fi ហ្នឹងបងប្អូនបាទហើយក៏សូមអធិស្ឋានពុកម៉ែបងប្អូនភាសាមានសំឡេងចូលរំខានបាទពួកខ្ញុំមានដល់ពេលយប់ឡើងខ្ញុំបាទនៅក្នុងបន្ទប់គេងអញ្ចឹងទៅខ្ញុំឆ្លៀតពេលទំនេរខ្ញុំគួយកាត់បាទដើម្បីចែកម្លែកទៅកាន់ពុកម៉ែបងប្អូនយើងបាទណាមួយក៏ខ្ញុំមិនសូវជាមានពេលទំនេរចេញជាវីដេអូទេបងប្អូនបាទការងារមានច្រើនដែរបងប្អូនបាទមានជារឿងរាល់ថ្ងៃបងប្អូនបាទការងារ
បាទទាំង program ទាំង hardware បងប្អូនបាទតែបើយើងចេះ hardware program ក៏ស្រួលដែរបងប្អូនធ្វើម៉ាស៊ីនដំណើរការទៅ hardware យើងស្រួលទេបងប្អូនបាទអញ្ចឹងយើងកັບ Wi-Fi ចូលកាត Wi-Fi ដាក់ខ្សែ wireless វាហ្នឹងខ្សែសេវាខ្សែអន្តែនហ្នឹងហើយនឹងប្រទះប៉ាងដែកវាដើម្បីសកត់នេះបាទអញ្ចឹងយើងដាក់ខ្ចៅដាក់ទល់ល្វីសមួយចូលទៅបងប្អូនបាទអំបិលយកទៅបងប្អូនបាទតែបើត្រូវប្រយ័ត្នអំបិលច្រាស់ហ្នឹងអត់ជាប់បងប្អូនបាទបាទអធិស្ឋានបងប្អូនរកការយើងលេងបាទអញ្ចឹងយើងដោតធ្វើតេស្តសារថ្មីយើងចាប់ M2 ចាប់ Wi-Fi ចូលយើងម៉ាស៊ីននេះវាប្រើប្រព័ន្ធបាទគឺយើងបើកមកគឺយើងគាត់ថាទាញ screen បើកមកគឺបើកអូតូបងប្អូនអាហ្នឹងយើងកំណត់នៅក្នុង CMOS បានទេបងប្អូនយើងកំណត់នៅក្នុង BIOS បានទេបងប្អូនយើងចង់បើកមកយើងចុចបើកក៏បានឬក៏យើងចង់បើកមកបើក direct ចឹងក៏បានដែរបងប្អូនបាទអញ្ចឹងឃើញថាម៉ាស៊ីននេះវាអូខេបងប្អូនដំណើរការហើយដល់ការ clean ហើយរៀបចូលទេបងប្អូនកន្លែងនេះវាមកពេញពីងនេះបាទទុកយូធលីច្រើនបាទវាបង្កជាប៉ារ៉ាស៊ីតឆ្លងទៅផ្នែកម៉ាស៊ីនអញ្ចឹងយើងស្អាតទៅបងប្អូនដល់កន្លែងនេះយើងសម្អាតទៅបាទបោះជូតគាត់ថាខ្ញុំអត់បានបោះដាក់លើនឹងទេខ្លាចដីផុយប្រឡាក់ដៃប្រឡាក់ជើងខ្ញុំបោះដាក់រៀងឆ្ងាយទីទៅបងប្អូនឃើញស្មៅហ្នឹងបាទកន្លែងនេះចាប់លើកមកមើលថាដើរដល់ណាដល់ណីអញ្ចឹងទៅបងប្អូនបាទបាទឥឡូវមកដល់កន្លែងនេះចេញ window play ហើយបាទហ្នឹងហើយបងប្អូនក៏សូមអធិស្ឋានដោយសារមានសលេងរំខានចូលចាបងប្អូនបាទខ្ញុំអត់បានរៀបចំជា script ចូលឬក៏បន្ទប់អីមួយសម្រាប់យើងធ្វើបាទ sound ឲ្យ original បានទេបងប្អូនដោយសារយើងបាទមានពេលតនេអញ្ចឹងទៅខ្ញុំបានកាត់វីដេអូដើម្បីចែកម្លែកទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាមិត្តជើងយើងអញ្ចឹងបងប្អូនបានចូលរួមទស្សនាហើយកុំភ្លេចជួយ subscribe ដូចជាដាក់សញ្ញាកណ្ដឹងបាទរកវីដេអូថ្មីទៀតខ្ញុំនឹង upload បាទអញ្ចឹងបងប្អូនបើសិនជាតាមដានខ្ញុំនឹងចេញជាបាទមេរៀនទី1ទី2ទី3បាទដើម្បីចែកម្លែកទៅកាន់ពុកម៉ែបងប្អូនចឹងដល់កន្លែងនេះដល់កន្លែងយើងរៀបបាតក្រោមចូលវិញហើយបន្ទាប់រៀបបាតក្រោមចូលរួចយើងធ្វើអីគេបងប្អូនចឹងបន្ទាប់ពីយើងរៀបបាតក្រោមចូលរួចមានអីក្រៅពីយើងធ្វើតេស្តបាទមើលម៉ៅមើល keyboard មើល Wi-Fi មើល sound មើលថ្មអីហ្នឹងបងប្អូនមើលភាគរយថ្មយើងសាកហ្នឹងឡើងឬក៏អត់អានេះយើង check ឲ្យហើយចឹងទៅបងប្អូនបាទបញ្ហាអេក្រង់បញ្ហាអីផ្សេងចឹងយើង check មើលឲ្យបន្ថែមចឹងបងប្អូនបាទជិះយើងឲ្យយើងរើច្រើនសារបងប្អូនទៅរើដោះចុះដោះឡើងច្រើនសារហ្នឹងក៏ពិបាកដែរបើយើងដោះច្រើនសារលុះត្រាតែម៉ាស៊ីនហ្នឹងបាទបញ្ហាខ្លាំងយើង check មួយថ្ងៃអត់អស់ចឹងបងប្អូនបាទតែបើយើងយល់ល្អយើងមិនទាន់រៀបក៏បានដែរបងប្អូនយើង check មើលអស់ហើយវាមានបញ្ហាត្រង់ណាមិនស្រួលត្រង់ណាចឹងទៅយើង check មើលបន្ថែមយើងទៅជួនកាលយើងធ្វើមួយថ្ងៃអូខេយកទៅប្រើបានមួយថ្ងៃទៀតមានបញ្ហាអញ្ចឹងបើយើង check ឲ្យបាន2ឬ3 4ថ្ងៃអីនោះកាន់តែច្រើនកាន់ល្អបងប្អូនបាទព្រោះ laptop ងាយបានរើទេម៉ាស៊ីនហ្នឹងបាទហើយក៏សូមអភ័យទោសទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាមិត្តជាងរកពាក្យពេចន៍មិនសមរម្យត្រង់ប្រការណាមួយបាទខ្ញុំបាទកុំព្យូទ័រ KX VIP បាទនិយាយទៅប៉ះពាល់អារម្មណ៍ឬក៏ប៉ះពាល់ទៅលើអ្វីបាទមិនស័ក្តិសមគឺខាងខ្ញុំសូមអធិស្ឋានសូមអភ័យទោសបាទទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាមិត្តជាងយើងអញ្ចឹងនីតិយើងក៏ចិត្តដល់ហើយដែរកន្លែងនេះខ្ញុំចាប់ចូលហើយអញ្ចឹងខ្ចៅនេះគឺយើងរៀបចូលបាទខ្ចៅនេះដោយសារយើងចាប់រៀងទេបងប្អូនបើថាគេធ្វើរៀងបាតក្រោមរៀងកោងអញ្ចឹងអត់មានចាប់ប្រឈរទល់វិសទេបងប្អូនអញ្ចឹងយើងធ្វើយ៉ាងណាឲ្យចំបាទក្បាលខ្ចៅមូលឲ្យត្រូវក្បាលខ្ចៅជិះវៀងខូចក្បាលខ្ចៅគេបងប្អូនបាទដោះមកកលិតកលាញឃើញស្នាមបាទមើលទៅវិញអត់ស្អាតមើលពវលមកជុំរៀងអត់ស្អាតបន្តិចរៀងអន់ចិត្តដែរបាទអានេះវាជាទំនៀមទម្លាប់របស់ខ្ញុំទេបងប្អូនបាទការនិយាយធ្វើឲ្យត្រូវឲ្យស្អាតទៅវិញទៅមកបងប្អូនបាទអញ្ចឹងយើងអនមកដំណើរការហើយបើកដល់កន្លែងនេះហើយឥឡូវយើងធ្វើតេស្តបន្តិចទៅបាទ check មើលទៅបាទ check Wi-Fi បាទ check ជាមួយ Wi-Fi អីចឹងទៅបាទ check អីទៀត keyboard អីចឹងទៅបងប្អូនបាទ
ចុចម៉ៅតេស្តម៉ៅអីចឹងទៅម្រាម2ម្រាម3អីចឹងទៅបាទតេស្ត keyboard អីចឹងមកបងប្អូនយើងមិនបាច់ធ្វើអីស្តង់ដារឲ្យដូចគេបងប្អូនបាទតេស្តដូចខ្ញុំចេះក៏ស្រួលដែរដើររៀលគឺរៀលអត់គឺអត់ហើយបងប្អូនបាទអ្នកខ្លះស្តង់ដារពេកបាទអត់កើតទេបងប្អូនបាទចាញ់ទីសាសបុរាណច្រើនជាងបងប្អូនបាទចឹងអូខេជម្រាបលា